បើសិនជាមានចំណាប់អារម្មណ៍ឬក៏និយាយថាមានលំដាប់ឡងមកសេលុហើយនេះការចូលរួមរបស់បងប្អូនក៏ជាសក្ខីភាពបាទដើម្បីឲ្យយើងបានផ្សព្វផ្សាយថាក្រុមហ៊ុនរបស់យើងពិតជាបានរីកចម្រើនហើយរីកចម្រើនជាមួយនឹងអតិថិជនរបស់យើងនៅក្នុងតំបន់នៅក្នុងក្រុងសេលុដែរបាទអញ្ចឹងវត្តមានរបស់លោកស្រីនៅក្នុងថ្ងៃនេះពិតជាផ្ដល់សារៈសំខាន់ណាស់សម្រាប់ក្រុមការងាររបស់យើងទាំងអស់នៅក្នុងក្រុមហ៊ុនកូពីជាពិសេសថ្នាក់ដឹកនាំរបស់យើងហើយនឹងក៏ជាទឹកចិត្តក្នុងការឲ្យយើងខ្ញុំទាំងអស់គ្នាអាចបាទបន្តក្នុងការធ្វើនវានុវត្តន៍ថ្មីៗបន្ថែមទៀតជូនបងប្អូនទាំងអស់គ្នានៅក្នុងតំបន់នេះផងដែរហើយនៅក្នុងថ្ងៃនេះផងដែរដើម្បីផ្ដល់ជូននៅព័ត៌មានបន្ថែមអំពីអស់រយៈពេលជាច្រើនឆ្នាំមកហើយមកដល់សប្តាហ៍ថ្ងៃនេះបាទជូនបងប្អូនទាំងអស់គ្នាដើម្បីបងប្អូនទាំងអស់គ្នាបានទទួលជាបន្ថែមហើយនឹងផ្ដល់ជូនជាព័ត៌មានអាចថាមានព័ត៌មានខ្លះក៏ជាព័ត៌មានថ្មីសម្រាប់បងប្អូនទាំងអស់គ្នាตัวយ៉ាងយើងអត់ដែលបានជួបជុំគ្នាក្នុងចំនួនច្រើនបែបនេះហើយសង្ឃឹមថានៅក្នុងថ្ងៃនេះយើងនឹងមានព័ត៌មានជូនបងប្អូនទាំងអស់គ្នាជូនជ្រាបអំពីប្រវត្តិខ្លះពីក្រុមហ៊ុនរបស់យើងបាទចឹងអរគុណបងប្អូនទាំងអស់គ្នាបងប្អូនតែជើងអស់គ្នាដែលបានផ្ដល់កិត្តិយសក្នុងការចូលរួមកម្មវិធីនៅក្រុមហ៊ុនកូពីផ្ដល់ជាកិត្តិយសនៅក្នុងការកាត់សាប៊ូបាទដើម្បីបាទយើងសម្ពោធជាផ្លូវការទីតាំងថ្មីនៃក្រុមហ៊ុនកូពីតែម្ដងបាទអញ្ចឹងដើម្បីជាសកម្មភាពនៃការផ្ដល់ដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះតទៅបាទយើងនឹងមានការសម្ពោធជាផ្លូវការតាមរយៈការកាត់សាប៊ូបាទអញ្ចឹងខ្ញុំបានសូមគោរពអញ្ជើញដល់ថ្នាក់ដឹកនាំដើម្បីធ្វើការកាត់សាប៊ូហើយយើងនឹងអបអរសាទរទាំងអស់គ្នាបាទបាទអរគុណច្រើនឥឡូវនេះខ្ញុំបានសូមអញ្ជើញបាទលោកស្រីអគ្គនាយិកាបាទលោកស្រីឈឺធៀមដែលជាអគ្គនាយិកាក្រុមហ៊ុនកូវីបាទដើម្បីផ្ដល់កិត្តិយសក្នុងការកាត់សាប៊ូបាទក៏ដូចជាសូមគោរពអញ្ជើញបាទលោកលីតារាដែលជាប្រធានសាខាកូវីនៅក្នុងខេត្តប្រសិទ្ធលោកតតែម្ដងបាទអរគុណជាបន្តទៀតខ្ញុំបានសូមគោរពអញ្ជើញបាទប្រធានផ្នែកហិរញ្ញវត្ថុបាទនៃក្រុមកូវីបាទគឺបងប្រុសជាថៃនារីបាទលោកថៃនារីបាទទៅធ្វើការកាត់សាប៊ូជាប្រការផងដែរបាទសូមគោរពអញ្ជើញបាទអរគុណឥឡូវនេះខ្ញុំបានធ្វើការរាប់ជូនដើម្បីធ្វើការសម្ពោធជាផ្លូវការទីតាំងលក់ថ្មីនៃក្រុមកូវីខេត្តបរសៃនូ1 2 3បាទសូមអរគុណសម្ពោធការសម្ពោធជាផ្លូវការទីតាំងលក់បាទសូមអរគុណដល់លោកប្រាក់ទៅគឺយើងមានទីតាំងលក់បាទក៏ដូចជាការគ្រប់គ្រងការប្រឹក្សាហើយនឹងទីតាំងបាទសម្រាប់បណ្ដុះបណ្ដាលទាក់ទងទៅនឹងជំនាញឆុងប្រភេទថ្មីវិទ្យាល័យនៅក្នុងខេត្តបរសៃនូដែលអាចជា